ដេចព្រះសង្ឃរាជទាំងពីរគណៈព្រះរាជគណៈគ្រប់ព្រះអង្គព្រះសង្ឃគ្រប់ព្រះអង្គនៅក្នុងសាសនមណ្ឌលនិងសូមក្រាបថ្វាយបង្គំចំពោះលោកចាស់គ្រូព្រះមេត្តាបាឡោទំសឿនព្រះគ្រូចាស់អធិការវណ្ណគ្រូទិវណ្ណគុលតឹងព្រះគ្រូសូត្រស្ដាំព្រះគ្រូសូត្រឆ្វេងនិងជាពិសេសសូមក្រាបថ្វាយបង្គំចំពោះលោកចាស់ព្រះមហាមេត្តាចត្តាចន្ទមាមេត្តាដែលជាប្រធានផ្សព្វផ្សាយវិទ្យុព្រះពុទ្ធសាសនាវិទ្យុមេត្តា 92.5 ជារៀងរាល់ថ្ងៃ24ម៉ោងនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់រូបដែលកំពុងតែតាមដានស្ដាប់នៅព្រះធម៌នៅក្នុងពេលនេះដែលផ្សាយចេញអំពីវត្តនេះគ្រូទិវណ្ណគុលតឹងមានព្រះសង្ឃគ្រប់ព្រះអង្គមានព្រះសង្ឃក៏ស្ដាប់ញាតិញោមពុទ្ធបរិស័ទក៏ស្ដាប់ហើយអាត្មានឹងក៏ជាប់កិច្ចការងាររវល់ផ្សេងហើយញាតិញោមប្រុសស្រីខាងអាជីវកម្មក៏លក់ដូរទៅញាតិញោមខាងសំណង់ក៏ធ្វើកិច្ចការងារទៅចាប់ពីម៉ោង1រហូតដល់ម៉ោង4ម៉ោង5ល្ងាចតម្រាំតែបានឈប់សម្រាកពីកិច្ចការងារដូច្នេះនៅរសៀលម៉ោង3ហ្នឹងក៏មិនសូវមានញាតិញោមស្ដាប់អីទេបើសិនមកស្ដាប់ក៏បានបើកចោលចឹងទៅបើកលេងបើកចោលហ្នឹងទៅជាប់រវល់បើថានៅក្នុងផ្សារវិញក៏ងក់ងាក់គ្រាន់តែបានបើកចោលទៅហើយមានញាតិញោមឧបាសិកាបាសកបាសិកាចាស់និយាយលោកតានៅចាំផ្ទះកូនចៅហ្នឹងគេទៅធ្វើកិច្ចការងារអស់ទៅឲ្យម៉ែនឹងចាំផ្ទះទៅមើលចៅទៅយល់រឹងចៅចឹងទៅស្ដាប់បណ្ដាយល់រឹងបណ្ដាចឹងទៅបំពេចៅបណ្ដាទៅអ្នកលក់ទទួលទានដំណេកសម្រានលក់ក៏លក់ទៅអ្នកធ្វើការក៏ធ្វើទៅណាផ្សេងគ្នាមានសកម្មភាពផ្សេងគ្នាតាមមិនធ្វើទេសម្រាប់វិទ្យុមេត្តាគឺញាតិញោមបើកពេលណាក៏លឺដែរមានកម្មវិធីផ្សេងគ្នាពី1ម៉ោងទៅ1ម៉ោងគឺញាតិញោមស្ដាប់ពេលណាក៏ស្ដាប់ទៅ24ម៉ោងសម្រានពេលយប់មិនលក់ក៏បើកស្ដាប់ទៅក្រនបានជាការដាស់តឿននៅស្មារតីបានចម្រើននៅបុណ្យកុសលផ្នែកខាងអប់រំចិត្តនឹងមួយផងដែរការអប់រំចិត្តនឹងសំខាន់ណាស់អាចចម្រើនទៅនៅក្នុងកុសលចិត្តច្រើនកុសលធម៌ច្រើនជាការកាត់បន្ថយនៅលោកធម៌មាន8មានលៀបអត់លៀបមានយុះអត់យុះសុខទុក្ខសរសើរនិន្ទាទាំងអស់នេះឯងគឺសត្វលោកហ្នឹងគឺមិនអាចនឹងកិច្ចផុតបានទេគ្រប់គ្នាគ្រប់ព្រះអង្គគឺតែងតែជួបរាល់ថ្ងៃហ្នឹងជួនទៅមានលៀបទៅជួនទៅអត់លៀបទៅបើមានលៀបក៏មានចង្ហាន់ឆាន់គ្រប់គ្រាន់បោទៅចែកគ្នាទៅបានមួយបាតមកក៏ចែកគ្នាបានឆាន់ 4-5 អង្គទៅអត់ទាំងខ្លួនឯងហ្នឹងក៏មានគេណាអត់ក៏អត់ខ្លួនឯងក៏អត់ដែរដោយរឿងភិក្ខុមួយអង្គដែលលោកចិញ្ចឹមមេដាណានឹងភិក្ខុមួយអង្គចិញ្ចឹមមេដាមិនមែនអត់លៀបទេលោកមិនអត់លៀបសក្ការៈអីទេមានក៏ប៉ុន្តែដោយសេចក្តីអាណិតអាសូរចំពោះមេដារបស់លោកបានចេញចាកផ្ទះទៅបួសរយៈពេល12ឆ្នាំប៉ុន្តែការដែលចេញចាកផ្ទះទៅបួសហ្នឹង
មេដាបេដារបស់លោកហ្នឹងនៅជាសេដ្ឋីជាអ្នកមានទ្រព្យសម្បត្តិនៅឡើយប៉ុន្តែពេលលោកចេញទៅបួសទៅមានកូនតែមួយហ្នឹងចេញទៅបួសយូរពេកចឹងទៅត្រូវរូបរាងកាយហ្នឹងត្រូវចាស់ក្រមគ្រាចឹងទៅមានជំងឺមានអីចឹងទៅយូរទៅទ្រព្យសម្បត្តិហ្នឹងវាអត់មានអ្នកនាំចូលវាអត់មានអ្នករកចូលព្រោះគាត់មានវ័យកាន់តែចាស់ទៅទ្រព្យសម្បត្តិហ្នឹងសល់ពីចាស់ខ្លួននៅជាក្មេងហ្នឹងកាលនៅពីក្មេងហ្នឹងក៏មានទ្រព្យសម្បត្តិហើយអាចមានកម្លាំងរកបានដល់ពេលចាស់ទៅអត់មានកម្លាំងរកបានបរិភោគទ្រព្យសម្បត្តិដែលសល់ណាយូរទៅក៏អស់ទៅអស់មែនតើរហូតរកអីលេងបានណាសុំទានគេលោកកូននឹងចេញចាក់ផ្ទះទៅបួសយូរពេក12ឆ្នាំមិនដែលចូលផ្ទះមិនដែលទៅអើតញោមប្រុសស្រីយ៉ាងម៉េចណានឹករលឹកដែរក៏ប៉ុន្តែនឹកឃើញតែញោមប្រុសស្រីហ្នឹងគាត់ជាសេដ្ឋីហើយមិនអត់អីទ្រព្យសម្បត្តិហើយដល់ពេលលោកចេញចាក់ផ្ទះទៅបួសចឹងទៅលោករវល់តែរឿងកិច្ចបដិបត្តិធម៌វិន័យត្រេកអរជ្រះថ្លាជាមួយនឹងការបដិបត្តិសមណៈបដិបត្តិហ្នឹងក៏មិនសូវបានមិនមានពេលអីដើម្បីនឹងទៅជួបញោមទៅសួរសុខទុក្ខញោមណារហូតដល់មិត្តសម្លាញ់របស់លោកនិមន្តមកស្រុកមកភូមិមានទៅឃើញដឹងថាញោមរបស់សម្លាញ់ខ្លួនឯងហ្នឹងត្រូវធ្លាក់ខ្លួនជាអ្នកសូមទានគេតាមចិញ្ចើមផ្លូវដល់កាន់ដំបែងហើយងងឹតភ្នែកផងអញ្ចឹងទៅមានកម្លាំងខ្សោយហ្នឹងនឹងទៅរកអីបានណាមានសូមទានគេមានកូនប៉ុន្តែកូននៅដែរបាននិមន្តមកហើយលោកបួសហើយអញ្ចឹងមិនដឹងជេរទៅរកលោកឯណាគ្មានទូរស័ព្ទគ្មានអីទេអីតាក់ទងអីដូចសម័យសពថ្ងៃនៅទីណាកន្លែងណាអាចតាក់ទងគ្នាបានរហូតនៅខេត្តណាក៏ហាក់បីដូចជានៅក្បែរគ្នាអញ្ចឹងទេសួរសុខទុក្ខអីចឹងទៅដូចជាមិនសូវនឹកនាអីទេកាត់បន្ថយការនឹកនាតែដល់ពេលសម័យព្រះមានទូរស័ព្ទឯណាមានកហបណៈមានលុយកាក់ចាយក៏ប៉ុន្តែមិនដឹងទៅធ្វើម៉េចគាត់កហបណៈដែលគេបវរណាហ្នឹងក៏ប្រើប្រាស់ចាយវាទៅតាមកិច្ចព្រះវិន័យហ្នឹងទៅ12ឆ្នាំញាតិញោមនឹកកូនអត់ប្រសិនបើបាយកូន12ឆ្នាំមានលោកកូនបួស12ឆ្នាំហ្នឹងទៅស្ងាត់ជ្រាបគ្មានដំណឹងសូនឈឹងអញ្ចឹងណាចឹងទឹកចិត្តឪពុកម្ដាយទឹកចិត្តមេដាបេដាហ្នឹងគឺជាទូទៅគឺនឹកកូនហ្នឹងហើយប៉ុន្តែមិនដឹងថានឹកយ៉ាងម៉េចលោកបានទទួលដំណឹងអំពីសម្លាញ់របស់លោកចឹងទៅបានដឹងអញ្ចឹងក៏និមន្តទៅជួបមេដាបេដាឃើញមេដាបេដារបស់លោកចឹងទៅក៏ស្ម័គ្រចិត្តដើម្បីនឹងរ៉ាប់រងចិញ្ចឹមមេដាបេដានិមន្តបិណ្ឌបាតបានចឹងទៅព្រឹកឡើងហ្នឹងនិមន្តទៅបិណ្ឌណាអត់មានឆាន់យ៉ាងហានឆាន់អីទេអត់មានឆាន់ព្រឹកឆាន់អីសិនអត់ទេគឺទៅបិណ្ឌទាំងព្រឹកហ្នឹងបានបបរបានអីមកព្រឹកឡើងញាតិញោមដាក់បបរណាមានមហូបមានអីហ្នឹងយកមកជូនមេដាបេដាទៅគាត់ភាសាអស់ទៅអត់ទៅថ្ងៃឡើងទៅបិណ្ឌទៀតទៅបិណ្ឌ2ដងព្រឹកសម្រាប់អាហារបរិភោគពេលព្រឹកថ្ងៃម្ដងទៀតសម្រាប់អាហារពេលថ្ងៃហើយរំលែកទុកពេលល្ងាចអញ្ចឹងទៅបិណ្ឌបានតិចពេលថ្ងៃហ្នឹងបើសិនជាបានតិចលោកអត់ឆាន់ហើយគឺលោកជូនទៅញោមប្រុសស្រីហ្នឹងទាំងអស់អត់ឆាន់ជាញឹកញាប់ណានៅក្នុងរឿងរ៉ាវហ្នឹងគឺភិក្ខុមួយអង្គហ្នឹងលោកអត់បានឆាន់ចង្ហាន់ញឹកញាប់រហូតដល់លោកស្គមមែនទែនស្គមទៅសល់តែស្បែកឆ្អឹងណា
អ្នកដតីភិក្ខុសាមណេរដតីហ្នឹងឃើញឆ្ងល់មិនក៏លោកជាស្គមទៅអញ្ចឹងតែបានបាត់រាល់ថ្ងៃព្រឹកផងថ្ងៃផងព្រឹកផងថ្ងៃផងប៉ុន្តែនៅតែស្គមតាមដានមើលទៅដឹងថាលោកបានបាត់យកឲ្យកុហក2នាក់ពេលខ្លះបានសម្ពុតកណាត់អីចឹងទៅយកទៅកាត់អាវកាត់ខោឲ្យជូនឪពុកម្ដាយអញ្ចឹងទៅដឹងហើយភិក្ខុសាមណេរខ្លះលោកមានកំណត់មិនសូវល្អណាមានមិនសូវមានចិត្តបន់ដឹងអញ្ចឹងទៅចង់ថ្កោលទោសលោកតបិណ្ឌបាតខំប្រឹងបិណ្ឌបាតទាយុទាយិកាដែលគេដាក់មកដោយសទ្ធាហើយយកទៅឲ្យកុហក2នាក់ហ្នឹងមិនដឹងត្រូវជាយ៉ាងម៉េចនឹងលោកនាំគ្នាថ្កោលទោសទៅខុសខ្លះយូរទៅដឹងរឿងដល់ព្រះព្រះអង្គឲ្យហៅភិក្ខុនឹងមកហៅទៅក៏សាកសួរថាឮថាភិក្ខុឯងហ្នឹងសពថ្ងៃហ្នឹងបិណ្ឌបាតបានចង្ហាន់ដែលទាយុគេដាក់ដោយសទ្ធានឹងហើយយកទៅទំនុកបំរុងក្រហម2នាក់មែនឬបបពិតព្រះអង្គនៅចម្រើនពិតមែនហើយចុះក្រហម2នាក់ហ្នឹងត្រូវជាអ្វីនឹងនេះត្រូវជាមេដាបេដារបស់ខ្ញុំព្រះអង្គគាត់ចាស់ជរាភ្នែកងងឹតធ្វើអីមិនការត្រូវកាន់អំបែងដើរសុំទានតាមចិញ្ចើមផ្លូវតាមសញ្ញាផ្ទះដូច្នេះខ្ញុំព្រះអង្គត្រូវចិញ្ចឹមគាត់ទាំងពីរព្រះដ៏មានព្រះភិក្ខព្រះអង្គសប្បាយរីករាយនៅក្នុងភាពជាបពុតនោះគឺព្រះអង្គឲ្យតម្លៃព្រះអង្គអនុគ្រោះដល់ភិក្ខុកុំឲ្យភិក្ខុដតីហ្នឹងមានការប្រកាន់ចាប់កំហុសលោកទៀតផងសំដែងជាធម៌ទៅឲ្យតម្លៃភិក្ខុបានធ្វើនេះត្រឹមត្រូវហើយធ្វើត្រឹមត្រូវតាមមាគ៌ារបស់អ្នកប្រាជ្ញបណ្ឌិតពីមុនមកគេតថាគតនឹងបានធ្វើហើយបានប្រព្រឹត្តបដិបត្តិហើយសរសើរណាដែលមេដាចាស់ជរាទៅហើយភិក្ខុសាមណេរបព្វជិតក្រហមណាដែលចិញ្ចឹមមេដាបេដាណាប្រកបដោយធម៌នឹងរឿងហ្នឹងអាត្មានិយាយដោយសង្ខេបប៉ុន្តែមានរឿងពិរោះហូរហែតាមលំដាប់លំដោយមកតែគ្រាន់ចង់និយាយថាភាពជាអ្នកមានលៀបមានសក្ការៈនឹងឯងគឺវាតែងតែផ្លាស់ប្ដូរចឹងឯងមិនថាបព្វជិតមិនថាក្រហមទេកុំឲ្យសូវមានការញាប់ញ័រទៅនៅក្នុងលោកធម៌នឹងគឺជាលោកធម៌តែប៉ុណ្ណោះសម្រាប់សពសត្វទាំងអស់លោកធម៌មានន័យថាជាធម៌សម្រាប់លោកអ្នកណាក៏ត្រូវមានដែរអ្នកណាមានគ្រប់គ្នានឹងព្រះពុទ្ធព្រះបច្ចេកពុទ្ធឯណាក៏មានគ្រប់ព្រះអង្គទាំងអស់ញាតិញោមពុទ្ធបរិស័ទហ្នឹងក៏មានយើងមានទ្រព្យសម្បត្តិពេលនេះពេលក្រោយយើងអាចអត់មានពេលក្រោយអាចអស់ទៅទ្រព្យសម្បត្តិដូចជាសេដ្ឋី2នាក់អញ្ចឹងមានកូនប្រុសម្នាក់ហ្នឹងយើងមិនប្រកាសថាមានទ្រព្យសម្បត្តិពេលនេះរហូតទេណាទ្រព្យសម្បត្តិយើងដែលយើងគិតថាមានប៉ុណ្ណឹងគ្រប់គ្រាន់ហើយមានរាប់លានដុល្លារដាក់ក្នុងធនាគារមានដីរាប់រយហិកតាមានចម្ការរាប់មិនអស់គ្រប់កន្លែងគ្រប់ខេត្តតែយើងមិនប្រកាសថាទ្រព្យសម្បត្តិទាំងអស់នោះយើងបានបរិភោគទាំងអស់ទេអាចវិនិច្ឆ័យដោយហេតុណាមួយដូច្នេះហើយយើងត្រូវសិក្សារៀនសូត្រពធស្ដាប់ពធនេះឯងគឺដើម្បីកាត់បន្ថយនៅលោកធម៌នោះវានៅតែមានចឹងសម្រាប់យើងគ្រប់គ្នាតែយើងរៀនកាត់បន្ថយកុំឲ្យញាប់ញ័រទៅនៅក្នុងលោកធម៌នោះគឺជាមង្គលដ៏ឧត្តមមួយដែរដែលព្រះពុទ្ធព្រះអង្គសម្ដែងចំពោះពួកទេវតាទាំងឡាយការដែលមិនញាប់ញ័រទៅនៅក្នុងលោកធម៌ទាំងអស់នេះជាមង្គលជាតួនៃមង្គលមួយដែរពេលឃើញអ្នកដតីគេមានគេបានកុំចំណែនកុំឈ្នានេះគេ
គួរតែសប្បាយចិត្តរីករាយដែលគេមានទ្រព្យសម្បត្តិច្រើនគេអាចរកបានឃើញគេក្រឃើញគេអត់ត្រូវមានចិត្តអាណិតមេត្តាប្រកបទៅដោយមេត្តាចិត្តអនុគ្រោះបើអាចជួយបានក៏ជួយមកជួយមិនបានទេក៏មានទឹកចិត្តប្រកបទៅដោយមេត្តាមិនបានបៀតបៀនកុំឲ្យឃើញអ្នកសូមទានមើលងាយគេថាគេសូមទានយកទៅធ្វើវិឡាយកទៅទិញឡានយកទៅផឹកស្រាអ្នកខ្លះក៏យកទៅផឹកស្រាយកអីចឹងក៏ពិតមែនក៏ប៉ុន្តែសេចក្តីប្រាថ្នាបំណងគេចង់បានសេចក្តីសុខនឹងឯងម្នាក់គឺសុទ្ធតែចង់បានសេចក្តីសុខទោះបីអ្នកមានអ្នកក្រចៅក៏ដោយបណ្ឌិតក៏ដោយអ្នកសូមទានក៏ដោយគឺម្នាក់គឺគ្មានអ្នកណាថាគេមិនចង់បានសេចក្តីសុខនោះទេធ្វើអ្វីគឺមានបំណងគឺចង់បានសេចក្តីសុខនឹងហើយសូម្បីចៅលួចទ្រព្យសម្បត្តិប្លន់អ្នកដទៃក៏សួរតែចៅចង់បានសេចក្តីសុខអត់ចង់គាត់អត់ទ្រព្យគាត់ទៅលួចទ្រព្យគេដើម្បីយកមកតម្រូវក្នុងក្រុមគ្រួសាររបស់គាត់ហើយចង់បានសុខដូចគ្នាអ្នកសូមទានចង់បានសុខគឺគាត់អត់អាហារបរិភោគចង់បានលុយកាក់ពីអ្នកដទៃដែលអ្នកដទៃអនុគ្រោះយកទៅបរិភោគហ្នឹងអញ្ចឹងនៅក្នុងលោកធម៌ហ្នឹងយើងគ្រប់គ្នាហ្នឹងតែងតែមានគ្រប់គ្នាហ្នឹងនៅក្នុងរឿងរ៉ាវមួយក្នុងសម័យកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គនៅជាព្រះបរមពោធិសត្វណានឹងគេតេតនឹងលោកធម៌ព្រះសម្មាសម្ពុទ្ធជាព្រះពោធិសត្វកើតនៅក្នុងភាពជាព្រាហ្មណ៍នៅក្នុងក្រុងពារាណសីជាអ្នកធ្វើស្រែចម្ការព្រះពោធិសត្វហ្នឹងជាកសិករជាអ្នកធ្វើស្រែចម្ការសាមញ្ញនៅដែលញាតិញោមចឹងដែរធ្វើចម្ការធ្វើស្រែចឹងដែរគាត់មានកូន2នាក់ព្រះបរមពោធិសត្វមានកូន2នាក់កូនស្រី1កូនប្រុស1ដល់ពេលកូនប្រុសនោះឯងមានវ័យធំល្មមសមគួរក៏គាត់បានរៀបចំកូនប្រុសគាត់ហ្នឹងឲ្យមានភរិយាព្រះពោធិសត្វហ្នឹងបានរៀបចំកូនប្រុសឲ្យមានភរិយាយ៉ាងទៅកូនស្រីនៅតែចឹងក្នុងតកលហ្នឹង4នាក់មានចំនួន5នាក់ក្នុងតកលមានចំនួន5នាក់គឺមេដាបេដា2នាក់កូនប្រុសស្រីហ្នឹង2នាក់4នាក់ដល់ទៅពេលមានប្រពន្ធមកទៀតកូនច្បងហ្នឹងមានប្រពន្ធមួយទៀតឡើង5នាក់ព្រះពោធិសត្វបាននាំនាងទារិកាម្នាក់ហ្នឹងឲ្យធ្វើជាភរិយារបស់កូនប្រុសហើយបាននាំអ្នកបម្រើម្នាក់មកជាមួយដែរដើម្បីបម្រើគឺនាងខុជុត្តរាអ្នកបម្រើហ្នឹងឈ្មោះនាងខុជុត្តរាប៉ុន្តែជារឿយគឺព្រះពោធិសត្វហ្នឹងបានព្រានប្រដៅបានទូមានអ្នកទាំង5នាក់នៅក្នុងគ្រួសារហ្នឹងឯង6នាក់ទាំងព្រះបរមពោធិសត្វហ្នឹងក្នុងគ្រួសារហ្នឹងមាន6នាក់ព្រះពោធិសត្វតែងតែព្រានប្រដៅរឿយថាអ្នកទាំងឡាយចូលចម្រើនមរណសតិចូលកំណត់សេចក្តីស្លាប់របស់អ្នកទាំងឡាយក៏សេចក្តីស្លាប់របស់សត្វទាំងនោះទៀងទាត់ជីវិតមិនទៀងទាត់សង្ខារទាំងឡាយទាំងពួងមិនទៀងឡើយមានការអស់ទៅសូន្យទៅជាធម្មតាអ្នកទាំងឡាយចូលជាអ្នកកុំប្រមាទទាំងថ្ងៃទាំងយប់ចុះទូមានចឹងទូមានរឿយឲ្យស្ដាប់អវាទចឹងហើយអ្នកទាំង5នាក់ហ្នឹងស្ដាប់បង្គាប់ព្រះពោធិសត្វណាគឺយកចិត្តទុកដាក់ស្ដាប់ដំបូន្មានណាហើយចម្រើនមរណសតិរឿយសង្ខារទាំងឡាយហ្នឹងទៀងតែនឹងអស់ទៅសូន្យទៅណាចម្រើនពរញោមខ្ញុំប្រកាសណាខ្ញុំនមស្ការក្រាបថ្វាយបង្គំដល់ម្ចាស់ពរចម្រើនពរចេញមកពីខាងណាមានឈ្មោះអីពរខ្ញុំកណ្ដាលបាក់ជិនឡាយខោចេញពីចិត្តវលង្ការទៅដល់ម្ចាស់ពរ
មានអីសាកសួរខ្ញុំណាមានជាថាធម្មតាបានមួយជាថានឹងចេះឲ្យចាំមានជាចំនួនមួយគឺប្រទេសលោកចាស់បងអញ្ជើញមកបង ជាបឋមខ្ញុំបកណាសូមនមស្ការក្រាបថ្វាយបង្គំប្រជុំបីនៃបត្រៃរដ្ឋមានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈស្មារតីជីវិតសពសតាសម័យមួយព្រះមេប្រសិទ្ធទ្រង់គង់នៅក្នុងវត្តជាកពួនយើងប្រដៅនៅបញ្ហារបស់ព្រះអនន្តទើបព្រះនៅប្រទេសខានេះថាសត្វសាបតអបរណੰកុសលសោតសម្បទាសច្ចតបរិយាតៈតំណੰអេតាំងទុភេនសាតំណੰខន្តិបរមੰតតតៃសិក្ខានិព្វានੰបរមੰយតន្តិសុធាយហេបពយិតោបរុពធាតៃសមណោហោតិបរੰវិហេតយន្តោអនុពវិទោអនុពធាតោតាទៅមកភេចចង្វរោមតញ្ញតាចៈប្រតស្មੰសន្តញ្ញចយនាតំណੰអតិចតេចអាយុទោអេតាំងទុភេនសាតំណੰការមិនធ្វើបាបទាំងពួងការញ៉ាំក៏បានឲ្យកើតឡើងការធ្វើចិត្តរបស់ខ្លួនឲ្យធូរថងនេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយសន្តិទីក្តីអត់ធួនទីបពធវដរដំព្រះពុទ្ធទាំងឡាយតែងពោលថាព្រះនិព្វានជាជនជាធម្មជាតិដរដំហើយយើងមកណាថាសង្វ័យគឺថាពាក្យថាព្រះអង្គមកកន្លែងថាអនិច្ចាវៈសង្ខារាឧបាតវិធម្មនិមោឧបច្ចស្វានិរុទ្ធន្តិទេសង្ឃវិបស្សនាសុខោសង្ខារធម៌ទាំងឡាយមិនទៀងមានចិត្តមានកិរិយាកើតឡើងហើយវិនិច្ឆ័យទៅវិញជាធម្មតាជាមួយកើតឡើងហើយក៏រលឹកទៅវិញឬតែរលឹកនៅសង្ខារធម៌ទាំងឡាយនោះហើយទៅបាននៅក្នុងគ្រប់យ៉ាងណាមួយជាជំនឿមួយគឺថាលំមកក្តីម៉ូតូក្តីរថយន្តក្តីដែលធ្វើដំណើរតាមផ្លូវមួយមានហៅថាថាមានឲ្យជាអ្នកបើកបរល្អកុំឲ្យទៅជាគ្រឿងចង្វឹងគេថាទៅទៅគ្រឿងចង្វឹងទៅបើកបរមកទៅបើកបរទៅគ្រឿងចង្វឹងហើយថាខ្លៃនេះខ្លៃស្អែកទៅមានគឺស្នាក់រាចូលហើយអ្នកធ្វើដំណើរតាមរងផ្លូវទាំងអស់គ្នាហ្នឹងវាពេញទៅដោយទៅទីជាមនុស្សល្អគឺថាជាមនុស្សល្អតាមបានកសលដែរទេយើងចាំជួនកាលអ្នកបើកបរខ្លះអ្នកជាជំងឺហ្នឹងគឺអ្នកដឹងអីព្រោះឆ្លាក់មកពីសកលក៏មានដែរអញ្ចឹងណាសូមនមស្ការក៏ទៅជំនឿនឹងចាបងអរគុណញោមចម្រើនពរការគោរពច្បាប់ចរាចរណ៍ការគោរពច្បាប់ចរាចរណ៍ឈ្មោះថាការគោរពខ្លួនឯងការគោរពខ្លួនឯងឈ្មោះថាការគោរពអ្នកដទៃអញ្ចឹងបើសិនបើការបើកបរនឹងឯងនឹងស្មើទៅជាអ្នកដោះស្រាយរឿងច្បាប់ចរាចរណ៍ការបើកបរឯងត្រឹមត្រូវល្អគោរពច្បាប់ចរាចរណ៍មិនបំពានច្បាប់ចរាចរណ៍នឹងជាតួនៃកុសលចិត្តជាតួនៃកុសលធម៌គឺចេះបើកបរឲ្យមានប្រយោជន៍មិនឲ្យទៅមិនឲ្យប៉ះអ្នកដទៃអ្នកបើកបរហ្នឹងសំខាន់គឺអ្នកបើកបរហ្នឹងឯងញាតិញោមអ្នកជិះនេះគ្នាអត់ដឹងអីទេតើណាទៅឆ្ងាយអីពេញមានលើដំបូលលើអីហ្នឹងក៏មានច្បាប់ចរាចរណ៍នឹងប្រកាសរាល់ថ្ងៃនឹងឯងរឿងគ្រោះថ្នាក់ចរាចរណ៍យ៉ាងណានោះតែសំខាន់អ្នកបើកបរត្រូវបញ្យល់អ្នកជិះត្រូវប្រាប់អ្នកជិះចឹងទៅហើយបើកបរត្រូវគោរពសិទ្ធិរបស់អ្នកដទៃការបើកបរនឹងដូចញោមបានលើកហើយថាអ្នកខ្លះជិះនឹងគ្នាអត់ដឹងអីទេតែគ្រោះថ្នាក់ដោយសារអ្នកបើកបរចឹងទៅហើយចឹងឯងបើសិនបើយើងបើកបរត្រឹមត្រូវតាមច្បាប់ចរាចរណ៍គោរពសិទ្ធិអ្នកដទៃគោរពសិទ្ធិខ្លួនឯងចឹងទៅកុសលធម៌នឹងមានបានបុណ្យដូចគ្នាជាចេតនាមួយប្រព្រឹត្តទៅដើម្បីអនុគ្រោះឲ្យអ្នកដទៃនឹងបានសេចក្តីសុខនឹងចឹងណាលោកចាស់ណាស់ថ្វាយគុំចាស់បងជ័យមកពីខាងណាដែរញោមខាងច្បារអំពើចាស់ច្បារអំពើឈ្មោះអីឈ្មោះហួមចាស់មានអីចង់សាកសួរឬក៏ចង់ចូលរួមហ្នឹងណាសូមថ្វាយគុំលោកចាស់ក្នុងទុកសាលោកចាស់ទាំងអស់នៅក្នុងវត្តគ្រូទៅវត្តគ្រូតឹងជាជាផ្សេងលោកចាស់គ្រូមេត្តាបាឡោដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាខ្ញុំកណ្ដាលសូមចូលរួមនៅក្នុងចំណុចនឹងផងដែរចាស់បងអញ្ជើញចាស់បងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍វាស្ថិតនៅលើករណី4ប្រការទី1គឺកត្តារថយន្តទី2កត្តាផ្លូវទី2កត្តាអាកាសធាតុទី4កត្តាមនុស្សពេលខ្លះរថយន្តយើងមិនបាន
ត្រួតពិនិត្យមើលហ្វាំងមើលប្រេងមើលធុងទឹកមើលកង់អីឲ្យបានច្បាស់លាស់អានឹងវាជាកត្តាមួយដែលប្រឈមនឹងគ្រោះថ្នាក់ទៅរបូតកង់ត្រូវឆេះអីយ៉ាងណាដោយទឹកជាបណ្ដាលត្រួតពិនិត្យឬក៏ប្រព័ន្ធភ្លើងនៃការឆ្លងអីអានឹងវាជាកត្តាមួយតាមមួយទៀតផ្លូវដែលយើងបើកបរហ្នឹងយើងមិនបានដឹងភូមិសាស្ត្រនៃផ្លូវហ្នឹងវាមានកន្លែងណាដែលត្រូវឡើងទួលចុះទួលផ្លូវកាច់ប្រមាណលើការ៉េឬក៏វាមានជំហុកយ៉ាងណាយើងមិនបានដឹងច្បាស់ផ្លូវហ្នឹងអាហ្នឹងវាគ្រោះថ្នាក់មួយផងដែរហើយមួយទៀតកត្តាអាកាសធាតុពេលខ្លះធ្លាក់អាប់ខ្លាំងទៅភ្លៀងទៅឬក៏វាផ្លូវហ្នឹងវាមានសភាពរអិលដោយអំណាចនៃការចំពុកប្រេងបាបពេញរអិលអីចឹងទៅអាហ្នឹងមានបញ្ហាច្រើនណាស់រឿងកន្លែងស្ពានដែកអីហ្នឹងជាការមានពូប្រេងបាបអីចឹងជីកទៅស្រួលបួលទេប៉ុន្តែវាទាញដួលទៅតែម្ដងចឹងនៅក្នុងសាសនានេះដោយបងប្រុសក៏លើកឡើងនៅអវាទទានុសាសនីរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺយើងត្រូវសិក្សាថាការបើកបរហ្នឹងភ្លើងក្រហមមានន័យថាម៉េចភ្លើងបៃតងមានន័យថាម៉េចហើយភ្លើងទឹកក្រូចបានន័យថាម៉េចភ្លើងខំមានតែឈប់ភ្លើងទឹកក្រូចត្រូវប្រុងប្រយ័ត្ននឹងឈប់ឬក៏ទៅភ្លើងបៃតងបានទៅបងទ្រង់សម្ដែងថាសពបាបសករណាហ្នឹងគឺដូចជាភ្លើងក្រហមអញ្ចឹងត្រូវតែឈប់អត់ឈប់គ្រោះថ្នាក់ហ្នឹងខាងចរាចរណ៍នឹងគ្រោះថ្នាក់ដល់ជីវិតបាក់ដៃបាក់ជើងទៅបើខាងពធបើមិនឈប់ទេអបាយភូមិហើយដល់ភ្លើងទឹកក្រូចទៅត្រូវប្រុងប្រយ័ត្នហ្នឹងគឺបើភ្លើងក្រហមចិត្តម្ដងត្រូវឈប់ពីចម្ងាយហើយឬក៏ភ្លើងខៀវចិត្តមកដល់អីហ្នឹងយើងត្រូវប្រុងទៅបើយើងមិនទៅយឺតពេកគឺមកគូតយើងផងដែរអាហ្នឹងត្រូវប្រុងប្រយ័ត្នដោយក្តីមិនប្រមាទហើយចំណែកភ្លើងខៀវគឺពុទ្ធលះសូប្រសមតិអាហ្នឹងត្រូវទៅអាហ្នឹងទៅហើយកុសលទាំងឡាយត្រូវបំពេញតាំងពីការចេញដួលរហូតដល់អរហត្តមគ្គរហូតដល់សច្ចតបរិយោតែប៉ុណ្ណឹងហ្នឹងធ្វើចិត្តឲ្យផូរផង់ស្អាតផូរផង់ហ្នឹងគឺជាភ្លើងខៀវហ្នឹងគឺខ្ញុំកណ្ណាគឺបាទជារួមប៉ុណ្ណឹងខ្វះខាតយ៉ាងណាក៏សូមអធិស្ឋានសូមក្រាបថ្វាយបង្គំទៀតសូមជម្រាបលាពរចម្រើនវិញឲ្យកាត់ក្នុងន័យថាបើសិនបើយើងចង់មានភពជាតិកំណើតឯងវែងឆ្ងាយទៀតអានេះយើងសន្សំអំពើបាបហ្នឹងរឿយទៅឧទាហរណ៍ថាកូនប្រុសស្រីសម្រាប់មេដាជាអនន្តរយកម្មអញ្ចឹងជាអនន្តរយកម្មហ្នឹងគឺអាចធ្លាក់ទៅក្នុងអបាយភូមិហើយជាតិកំណើតនៅក្នុងអបាយភូមិអវិជ័យនរកហ្នឹងមានប្រមាណវែងណាមានប្រមាណវែងឬក៏ប្រព្រឹត្តទៅក្នុងអំពើអបាយមុខផ្សេងទៀតហ្នឹងគឺអត្តភាពហ្នឹងមិនចេះអស់មិនចេះហើយទេគឺសង្សារវដ្តហ្នឹងគឺតជាប់គ្នារហូតមិនងាយនឹងបានជួបប្រពុតអង្គណាមួយមិនងាយនឹងបានត្រាស់ដឹងនៅសច្ចធម៌ទេហ្នឹងបើសិនជាចង់វែងឲ្យកាត់ក្នុងន័យថាអញ្ចឹងហើយចង់ខ្លីឲ្យតអញ្ចឹងចង់ខ្លីឲ្យតហ្នឹងចង់ខ្លីឲ្យតក្នុងន័យថាម៉េចចង់ខ្លីឲ្យតស្តៀងគ្នាណាមួយចង់វែងឲ្យកាត់ហើយចង់ខ្លីឲ្យតគឺបន្តទៅនៅក្នុងកុសលធម៌បន្តទៅក្នុងការប្រព្រឹត្តការបដិបត្តិនៅក្នុងកុសលធម៌ណាអានឹងជាតិកំណើតរបស់យើងនឹងខ្លីទៅហើយខ្លីទៅជាតិណាមួយនឹងបានជួបប្រពុតបានជួបសាវករបស់ប្រពុតហើយស្ដាប់ធម៌ទៅបានត្រាស់នៅសច្ចធម៌រួចផុតចាកទុក្ខហ្នឹងចង់ខ្លីឲ្យតណាក្នុងន័យថាគឺបន្តទៅនៅក្នុងការបដិបត្តិក្នុងការប្រព្រឹត្តនៅកុសលធម៌ហ្នឹងជូនញោមប៉ុណ្ណឹងបងមានញាតិញោមអាចចំណាហ្នឹងគឺលោកមិនមានសេចក្តីប្រមាទទេលោកមិនបានបិទបាំងត្រង់ដែលលោកមិនបានបិទបាំងនេះឯងលោកបើកបង្ហាញសូម្បីលោកមិនតាន់បានសម្ដែងចេញតែលោកបើកបង្ហាញប្រាប់ភិក្ខុសាមណេរផងគ្នាចឹងទៅថាខ្ញុំទាំងណាត្រូវបាត់ទុកគាត់ឲ្យបាត់បាចិត្តយេចឹងទៅអញ្ចឹងឈ្មោះថាបាត់ហ្នឹងបើកហើយលោកសិលរបស់លោកមានបរិសុទ្ធវិញហើយមានពេលវេលាលោកនឹងសម្ដែងចឹងទៅអ
ចឹងពេលវេលាហ្នឹងអស់ហើយសូមអរគុណគុំម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់រូបនិងសូមប្រមូលបុណ្យកុសលទាំងឡាយដែលបានកើតឡើងពីធម្មទាននេះចែកជូនដល់ញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់រូបបានសម្រេចនូវបុណ្យកុសលគ្រប់គ្នាជាក្នុងឱកាសវេលាគ្រានេះខ្ញុំកណ្ណាអាត្មាភាពគុណអសោយបណោយានសូមក្រាបថ្វាយបង្គំលានិងចម្រើនពរលា